រឿងសួស្ដីនឹងអពមង្គលកំណត់ចំណាំដកស្រង់ចេញពីកម្ពុជាសូរិយាលេខ1 2 3ឆ្នាំ1933ដល់ឆ្នាំ1934ទំព័រ194រៀបរៀងដោយព្រះអគ្គលេខានុបនៅក្រមព្រះរាជនិពន្ធរឿងសួស្ដីនឹងអពមង្គលសម័យមួយសេរីសួស្ដីនឹងអពមង្គលជួបនិយាយគ្នាអពមង្គលសួរទៅសេរីសួស្ដីថាលោកមានឫទ្ធិអំណាចដូចម្ដេចខ្លះសេរីសួស្ដីប្រាប់ទៅអពមង្គលថាឫទ្ធិអំណាចអញជាសេរីសួស្ដីនេះខ្លាំងពូកែណាស់សូម្បីតែមនុស្សខ្ញុំគេទោះគេស្អប់គេមិនមេត្តាតែទៅសន្ធិដ្ឋកាលណានឹងបណ្ដាឲ្យគេស្នេហាទំនុកបំរុងដរាបបានរីកសម្បត្តិហើយសេរីសួស្ដីសួរទៅអពមង្គលវិញថាឫទ្ធិអំណាចដូចម្ដេចខ្លះអពមង្គលឆ្លើយថាឫទ្ធិអំណាចខ្ញុំនេះបើខ្ញុំទៅសន្ធិដ្ឋនៅឈ្មោះណាបណ្ដាណាឲ្យគេស្អប់គេខឹងខូចខាតសម្បត្តិទ្រព្យវិនិច្ឆ័យអន្តរាយសំបីតែបានរាជសម្បត្តិហើយក៏គង់ឆ្លោះធ្លើយធ្លាក់ខ្លួនទៅជាខ្ញុំគេបានអពមង្គលចង់ដឹងឫទ្ធិសេរីសួស្ដីក៏ប្រាប់ថាខ្ញុំឃើញសេដ្ឋីម្នាក់ឈ្មោះអតលសពថ្ងៃសេដ្ឋីនោះប្រើឲ្យឃ្វាគោក្របីសេដ្ឋីខាងនឹងអតលជេរវាយតែសពថ្ងៃថាពុំមើលថែរក្សាគោក្របីឲ្យស្គមអស់ខ្ញុំចង់ឲ្យលោកសេរីសួស្ដីទៅសន្ធិដ្ឋលើរូបអតលខ្ញុំសេដ្ឋីនោះបើវាបានរាជសម្បត្តិខ្ញុំក៏ជឿថាលោកមានឫទ្ធិពូកែប្រកបមែនសេរីសួស្ដីប្រាប់អពមង្គលវិញឯងចាំមកគុណមើលចោះថ្ងៃស្អែកអញចូលទៅសន្ធិដ្ឋនៅលើរូបអតលខ្ញុំសេដ្ឋីហើយតែកាលណាអញចូលទៅនៅហើយមិនយូរប៉ុន្មានមកអតលខ្ញុំសេដ្ឋីនោះវានឹងបានសោយរាជសម្បត្តិមិនខានលុះព្រឹកឡើងដល់ពេលអតលបញ្ចេញគោក្របីពីក្រៅយកទៅខ្វៀលសេរីសួស្ដីចូលទៅសន្ធិដ្ឋលើរូបអតលក៏រីករាយសប្បាយក្នុងចិត្តប្លែកពីថ្ងៃមុនដល់ពេលល្ងាចអតលគៀងគោក្របីត្រឡប់មកបញ្ជូនក្រៅឯផ្ទះវិញសេដ្ឋីទាំងប្តីទាំងប្រពន្ធឈរមើលគោក្របីឃើញអតលរាំងទ្វារក្រៅគោក្របីខ្ជាប់អស់ហើយឡើងទៅអង្គុយលើផ្ទះសេដ្ឋីជាចៅវាយនៅត្រង់កន្លែងខ្លួនដូចសពដងកាលសេដ្ឋីទាំងប្តីទាំងប្រពន្ធឃើញអតលហើយក៏នឹកក្នុងចិត្តអាណិតថាអើអតលអើយទៅឃ្វាគោក្របីអត់បាយក្រហាយទឹកទៅល្ងាចទៅបានមកបាយបរិភោគម្លេះសំវិឃ្លានយ៉ាងណាទៅគិតហើយក៏ដាស់តឿនខ្ញុំកំដរស្រីឲ្យដោះដួសបាយស៊ីរាល់គ្នាខ្ញុំស្រីក៏ដោះដួសភោជនាហារដែលមានឲ្យជារសយកទៅដាក់ជូនសេដ្ឋីហើយប្រជុំគ្នាបរិភោគសេដ្ឋីប្តីប្រពន្ធហៅអតលឲ្យមកចិត្តចាប់ម្ហូបដែលមានឲ្យជារសឲ្យបរិភោគរួចសេដ្ឋីប្តីប្រពន្ធគុណមើលកិរិយារឹករូបអតលក៏ឃើញថាសំរុំអត់ខ្ចោះរកទាស់ចិត្តត្រង់ណាគ្មានបណ្ដាលជនទាំងប្រុសស្រីឲ្យតែឃើញរូបអតលនោះកាលណាក៏មានចិត្តស្នេហាមេត្តាពុនប្រមាណឯសេដ្ឋីប្តីប្រពន្ធជាចៅវាយអតលនោះនិយាយគិតគ្នាថាសប្តាហ៍ថ្ងៃយើងអត់កូនទ្រព្យសម្បត្តិក៏មានច្រើនអំណោះតទៅអត់ពីយើងទ្រព្យសម្បត្តិនឹងអន្តរាយឥតការគួរលើកអតលឡើងដំកើងធ្វើជាកូនកុំឲ្យវាឃ្វាគោក្របីទៀតត្បិតអតលនេះសាច់ឈាមរឹកពីល្អណាស់ល្មមសមគួរជាកូនយើងបានដល់ពេលល្ងាចអតលត្រឡប់មកពីឃ្វាលគោក្របីវិញសេដ្ឋីទាំងប្តីទាំងប្រពន្ធឃើញអតលរឹតតែស្នេហាមេត្តាពុនពេកក៏ហៅឲ្យបរិភោគបាយមិនឲ្យឃ្លាតឆ្ងាយពីខ្លួនឈប់ឲ្យឃ្វាគោក្របីចាប់ពីថ្ងៃនោះតទៅសេដ្ឋីទាំងប្តីទាំងប្រពន្ធយកសម្លៀកបំពាក់គ្រឿងមាសប្រាក់មកតុបតែងឲ្យអតលឲ្យប្រាប់ថាពីថ្ងៃនេះតទៅអញទុកឯងជាកូនអំណេះពីអញទៅទ្រព្យសម្បត្តិទាំងប៉ុន្មាននៅលើដៃកូនឯងទាំងអស់អតលក៏រីករាយសប្បាយជាទីបំផុតដោយអំណាចនៃសេរីសួស្ដីសន្ធិដ្ឋលើខ្លួនលោកអតលចម្រើនអាយុពេញរូបរាងឡើងក៏រឹតតែល្អរកបរោះឯណានឹងព្រាមស្មើពំបានរាល់ព្រឹកល្ងាចសេដ្ឋីតែងតែចូលគប់ព្រះមហាក្សត្រពុំដែរអខានក៏នាំយកអតលជាកូនទៅគប់ផងព្រះរាជាទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គស្ដេចចេញប្រថាប់នៅក្រឡាក៏ឆ្ងល់ព្រះរាជបុត្រីក៏ដិតដោយកាយព្រះអង្គមកកាលមហាសេដ្ឋីនាំកូនចូលក្រាបបង្គំគប់ព្រះមហាក្សត្រទ្រង់ឈ្ងៀងប្រណិតឃើញសេដ្ឋីនិងកូនអង្គុយក៏ទន្ទឹមគ្នាទ្រង់ត្រាស់សួរថាកូនសេដ្ឋីឬសេដ្ឋីទូលថាកូនទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់សរសើរថាកូនសេដ្ឋីមានរូបរាងរឹកពីល្អណាស់ព្រះរាជបុត្រីក៏នឹកក្នុងប្រតិយថាកូនសេដ្ឋីនោះមានលម្អនឹងបរោះណាផ្ទឹមពំបានធ្វើម្ដេចនឹងបានជាស្វាមីអញដល់ពេលគួស្ដេចនិងព្រះរាជបុត្រីនោះយាងចូលខាងក្នុងវិញសេដ្ឋីក្រាប
ថ្វាយបង្គំលានាំកូនត្រឡប់មកផ្ទះដល់ផ្ទះកូននិយាយនឹងសេដ្ឋីថាសូមលោកពុកអ្នកម៉ែមេត្តាកូនទៅដណ្ដឹងព្រះរាជបុត្រីស្ដេចឲ្យកូនទៅបិទការខ្ញុំទៅក៏ជាមួយលោកឪពុកនោះខ្ញុំបានឃើញច្បាស់ព្រះរាជបុត្រីនោះល្អណាស់បើមិនដណ្ដឹងឲ្យខ្ញុំទេខ្ញុំច្បាស់ជាស្លាប់ដោយស្នេហាកូនពុនពេកសេដ្ឋីជាប្តីប្រពន្ធក៏ប្រថីខ្លួនរៀបតុកមាសប្រាក់ដាក់គ្រឿងបណ្ណាការជាដង្វាយសតតែពេជ្រនិងមាសពោពេញជាច្រើនលុះព្រឹកឡើងនាំគ្នាយកដង្វាយនោះទៅរៀបចំក្នុងព្រះរាជវាំងព្រះមហាក្សត្រស្ដេចឲ្យនិមឺនតូចធំគរសេដ្ឋីទាំងប្តីទាំងប្រពន្ធក៏គរនៅចិត្តគ្រឿងបណ្ណាការដង្វាយនោះស្ដេចត្រាស់សួរថាសេដ្ឋីដង្វាយនេះប្លែកណាស់មានការអ្វីឬសេដ្ឋីប្តីប្រពន្ធក្រាបបង្គំថាទូលព្រះជីបង្គំសូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទសូមទ្រង់ប្រោព្រះរាជទានព្រះរាជបុត្រីផ្សំគុំនឹងកូនទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់ជ្រាបទ្រង់ព្រះអនុញ្ញាតទ្រង់ចាត់មុខក្រសួងឲ្យរៀបចំព្រះរាជពិធីសមោសរហោរាថ្វាយរឹកទ្រង់ផ្សំព្រះរាជបុត្រីកូនសេដ្ឋីនិងផ្ទេររាជសម្បត្តិឲ្យគ្រប់គ្រងផងលុះបានរាជសម្បត្តិហើយស្ដេចតលនឹងព្រះមហាសីក៏បានប្រកបសេចក្តីសុខឥតទុក្ខាប្រសើរទៅរៀងទៅនិយាយពីរឿងអពមង្គលការជួបនឹងសិរីសួស្តីក៏ថាលោកសិរីសួស្តីខ្ញុំជឿហើយឃើញថាលោកមានឫទ្ធិជួយស្ដេចតលឲ្យបានឡើងសោយរាជមែនដូច្នេះលោកចាំមើលក្រិតខ្ញុំវិញសូមលោកលែងសន្ធិដ្ឋលើរូបស្ដេចតលទៅសិរីសួស្តីក៏ថយចេញពីរូបស្ដេចតលអពមង្គលក៏ចូលទៅសន្ធិដ្ឋលើរូបស្ដេចតលម្ដងឯស្ដេចតលចេះតែមួម៉ៅក្តៅក្រហាយព្រះនាងមហេសីសិរីបរិវារក៏ពុំសូវយកចិត្តទុកដាក់គោរពប្រណិប័តបណ្ដាចិត្តឲ្យតែខឹងស្អប់ស្ដេចតលអស់លោកចតុស្ដម្ភទាំងប៉ុណ្ណាក៏លែងចូលចិត្តគិតចង់តែឲ្យព្រះរាជបិតាក្មេកយករាជសម្បត្តិទៅវិញចំណែកស្ដេចតលចេះតែក្តៅក្រហាយអន្ទះអន្ទែងចង់ទៅក្រសាទីទំនាបមាត់បឹងក្រៃពេកក៏នាំព្រះមហេសីស្រីបរិវារទៅលុះទៅដល់ក៏ឲ្យព្រះរាជពន្លាស្នាក់ក្រសានៅមាត់បឹងនោះឮតែសាប់សូរត្រដោកគោត្រដោកក្របីស្ដេចតលក៏នឹកភ្នែកគិតអាណិតខ្លួនការនៅជាខ្ញុំសេដ្ឋីដែលគេប្រើឲ្យខ្វៀក្របីហើយទ្រង់ក៏ព្រះកន្សែងខ្សឹកសួរព្រះនាងមហេសីសួរថាព្រះអង្គហេតុអ្វីបានជាយំខ្សឹកសួរម្ល៉េះស្ដេចតលប្រាប់មហេសីតាមត្រង់ថាលាក់បាំងអីម្ចាស់អូនអើយខ្លួនបងនេះមិនមែនជាកូនសេដ្ឋីទេពីដើមបងជាខ្ញុំសេដ្ឋីគេប្រើឲ្យខ្វៀគោក្របីឥឡូវឮត្រដោកក្របីគោបងនឹកស្រងេះស្រងោចអាណិតខ្លួនបានជាបងយំព្រះនាងមហាសេដ្ឋីបានឮជាខ្ញុំសេដ្ឋីក៏មានចិត្តទូមនាស់ក្នុងប្រតិពុនពេកថាអោព្រះវរបិតាពុំគួរផ្សំគុំកូនទេទាំងរាជសម្បត្តិឲ្យទៅខ្ញុំគេសោះខ្ញាល់ហើយក៏នាំស្ដេចតលនិងស្រីបរិវារដែលតាមហែទៅទាំងប៉ុន្មានត្រឡប់ចូលព្រះរាជវាំងវិញចូលក្រាបទូលព្រះបរមបិតានិងមេដាតាមរឿងដែលស្ដេចតលយំគ្រប់ប្រការស្ដេចព្រះវររាជបិតាមេដាទ្រង់ជ្រាបហើយទ្រង់កោតប្រមាណទ្រង់ត្រាស់បង្គាប់ឲ្យហៅសេដ្ឋីទាំងប្តីប្រពន្ធមកដៀថ្មាស់ជាទម្ងន់ហើយប្រគល់ស្ដេចតលឲ្យទៅសេដ្ឋីប្តីប្រពន្ធនាំយកទៅផ្ទះវិញឯព្រះរាជសម្បត្តិស្ដេចទ្រង់គ្រប់គ្រងវិញសេដ្ឋីប្តីប្រពន្ធនាំអតលទៅដល់ផ្ទះហើយជេវីថ្មាស់តេះដៀលែងរាប់អានជាកូនឲ្យអតលខ្វៀគោក្របីទុកជាខ្ញុំដូចដើមកតៈសម្រាប់អប់រំពិចារណានៅក្នុងរឿងមាយាទថ្លៃឲ្យយកមាយាទថោកឲ្យវា